ជំរាបសួរខ្ញុំបាទឈ្មោះថៃពេជ្រពន្លឺខ្ញុំបាទមានអាយុ18ឆ្នាំហើយខ្ញុំបាទបច្ចុប្បន្នគឺជានិស្សិតសាលាព្រះគម្ពីរនៅឆ្នាំ2026នេះបច្ចុប្បន្នខ្ញុំបាទបម្រើព្រះនៅក្នុងកម្មវិធីក្មេងហើយបម្រើព្រះនៅមាន2កន្លែងហើយកន្លែងទី1គឺនៅព្រែកភ្នៅកម្មវិធីក្មេងនៅព្រែកភ្នៅហើយប៉ុន្តែកិច្ចទី2គឺនៅត្រពាំងស្នោនេះគឺជាកន្លែងទី1ដែលពួកយើងបានមានកម្មវិធីក៏ដូចជាពន្ធកិច្ចបម្រើព្រះតាមរយៈកម្មវិធីក្មេងនេះគឺជាភូមិនៅត្រពាំងស្នោដែលស្ថិតនៅចំនឹងវិហារយើងតែម្ដងកម្មវិធីក្មេងនេះគឺជាកម្មវិធីមួយដែលពួកយើងបានចាប់ផ្ដើមប្រហែលជា3ឆ្នាំមកហើយខ្ញុំអត់ច្បាស់អំពីការនេះប៉ុន្តែខ្ញុំជឿថាប្រហែលជា3ឆ្នាំមកហើយកម្មវិធីក្មេងនេះគឺបានជួយក្មេងៗជាច្រើនឲ្យពួកគេបានស្គាល់ព្រះជាពិសេសពួកគេទទួលបានសេចក្តីស្រឡាញ់មកពីព្រះអរគុណព្រះសម្រាប់សាលាព្រះគម្ពីរដែលបានជួយបង្ហាត់បង្រៀនយើងតាមរយៈកម្មវិធីក្មេងនេះឲ្យយើងបានចេះបង្ហាត់បង្រៀនពួកក្មេងៗក៏ដូចជាចែកចាយបង្រៀនក្មេងៗអំពីសេចក្តីពិតសាលាព្រះគម្ពីរគឺជាចំណែកមួយដ៏ធំសម្រាប់វិហារយើងពីព្រោះបានជួយរំលឹកដាស់តឿនយើងអំពីកម្មវិធីក្មេងជាច្រើនពីព្រោះក្មេងៗគឺសំខាន់ហើយនេះគឺជាពន្ធកិច្ចដែលពួកយើងបានបម្រើព្រះខ្ញុំបានបម្រើព្រះតាមរយៈកម្មវិធីក្មេងនេះគឺមានរយៈពេល7ខែទៅ8ខែមកហើយខ្ញុំបានឃើញថាក្មេងៗពួកគេរីកចម្រើនខ្លាំងមែនទែនតាមរយៈកម្មវិធីក្មេងនេះតាមរយៈពន្ធកិច្ចនៅព្រែកភ្នៅនេះគឺមានក្មេងៗជាច្រើនដែលពួកគេបានមកចូលរួមក្នុងកម្មវិធីពួកយើងដែលប្រហែលជា30ទៅ40នាក់ជាងរៀងរាល់សប្តាហ៍ក្មេងៗភាគច្រើនពួកគេកើតនៅក្នុងគ្រួសារមួយដែលគ្រួសារពួកគេឥតស្គាល់ព្រះហើយភាគច្រើនគឺពួកគេខ្វះនៅភាពកក់ក្ដៅខ្វះនៅសេចក្តីស្រឡាញ់ពីព្រោះគ្រួសារពួកគេជាច្រើននៅតំបន់នេះគឺអ្នកខ្លះក៏ព្រាឪពុកអ្នកខ្លះក៏ព្រាម្ដាយនេះគឺជាបញ្ហាមួយដែលក្នុងនាមយើងជាគ្រីស្ទបរិស័ទយើងគួរតែដោះស្រាយយើងគួរតែមានចំណែកក្នុងការបម្រើព្រះដើម្បីនាំដំណឹងល្អទៅកាន់ពួកគេជាពិសេសក្មេងៗនៅពេលដែលខ្ញុំបានទៅបម្រើព្រះនៅទីនោះខ្ញុំប្រៀបដូចជាមានអំណរយ៉ាងខ្លាំងពីព្រោះឃើញស្នាមញញឹមក្មេងៗហើយបានបង្ហាត់បង្រៀនគេអំពីសេចក្តីពិតខ្ញុំជឿថាកម្មវិធីក្មេងគឺជាកម្មវិធីមួយដ៏សំខាន់ដែលអាចជួយក្មេងៗឲ្យពួកគេបានស្គាល់ព្រះដ៏ពិតបានជំរាបសួរខ្ញុំបាទឈ្មោះរទ្ធីអរគុណព្រះសម្រាប់ការដើម្បីចែកចាយពីទូទៅខ្លះតាមរយៈដំណឹងល្អដែលមកពីកម្មវិធីក្មេងអរគុណព្រះសម្រាប់កម្មវិធីក្មេងដែលអាចមានរាល់អាទិត្យខ្ញុំបានសង្គ្រោះតាមរយៈកម្មវិធីក្មេងអរបានជ្រើសរើសកម្មវិធីក្មេងជាដំណឹងល្អមួយដែលខ្ញុំបានលើពីព្រះយេស៊ូវគ្រីស្ទដែលខ្ញុំបានលើជាពិសេសបានយល់ពីដំណឹងល្អនេះតែព្រះបានស្រឡាញ់ខ្ញុំតែព្រះបានសុគតជំនួសបាបខ្ញុំនៅលើឈើឆ្កាងហើយព្រះបានរស់ឡើងវិញបន្ទាប់ពីទៅមកសុគត3ខែហើយខ្ញុំបានលើដំណឹងល្អនេះតាមរយៈកម្មវិធីក្មេងហើយអរគុណព្រះសម្រាប់កម្មវិធីក្មេងដែលអាចមានរាល់សប្តាហ៍ខ្ញុំកម្មវិធីក្មេងបានជួយខ្ញុំជាច្រើនជាពិសេសឲ្យខ្ញុំបានស្គាល់ពីស្នេហ៍ពិតហើយខ្ញុំបានបម្រើមន្តកិច្ចខ្ញុំអាចបាក់កង3ខ្ញុំអាចក្នុងការដែលរៀនពីការបម្រើព្រះពីមុនយើងបម្រើខ្លួនឯងពីមុនខ្ញុំបម្រើខ្លួនឯងតែពេលខ្ញុំចាប់ផ្ដើមស្គាល់ព្រះអរគុណព្រះសម្រាប់សេចក្តីសង្គ្រោះខ្ញុំបានបម្រើព្រះហើយពន្ធកិច្ចក្មេងជាពន្ធកិច្ចខ្ញុំមកខ្ញុំបម្រើពួកគេទទួលបាននូវភាពកក់ក្ដៅទទួលបាននូវសេចក្តីស្រឡាញ់ហើយជាពិសេសពួកគេបានស្គាល់ព្រះដ៏ពិតបានឮដំណឹងល្អពីព្រះដ៏ពិត
ជារៀងរាល់សប្តាហ៍ពួកយើងបានបើកកង់3ប្រើកង់3ដើម្បីទៅយកពួកគេមកកាន់ទីនេះហើយពួកយើងបានសូមការអនុញ្ញាតពីឪពុកម្ដាយគេផងដែរពួកយើងតែងតែទៅបម្រើព្រះនៅទីនោះជារៀងរាល់សប្តាហ៍ហើយមួយសប្តាហ៍មាន2ដងហើយពួកយើងឃើញថាពួកគេចាប់ផ្ដើមរីកចម្រើនហើយមានបងប្អូនខ្លះពួកគេទទួលបានសេចក្តីសង្គ្រោះនៅកាន់គម្ពីរម៉ាថាយជំពូក18ខ5ដែលព្រះមានបន្ទូលថាអ្នកណាដែលទទួលកូនតូចណាមួយដោយកូននេះដោយនៅឈ្មោះខ្ញុំនោះក៏ឈ្មោះថាទទួលខ្ញុំដែរខ្ញុំមកកម្មវិធីក្មេងជាទៀងទាត់ទីក្មេងជួយខ្ញុំជាច្រើនដូចជាទី1សេចក្តីសង្គ្រោះទី2សេចក្តីស្រឡាញ់ទី3ទទួលបានការកក់ក្ដៅពីលោកគ្រូអ្នកគ្រូកម្មវិធីក្មេងនេះខ្ញុំធ្វើឲ្យខ្ញុំដឹងថាខ្លួនឯងមានបាបហើយមនុស្សជាច្រើនត្រូវការសេចក្តីសង្គ្រោះរួមទាំងខ្ញុំផងដែរតាមរយៈកម្មវិធីក្មេងនេះជួយខ្ញុំជាច្រើនដូចជាស្គាល់ព្រះស្រឡាញ់អ្នកដទៃហើយស្គាល់អ្នកដទៃជាច្រើនជាចុងក្រោយខ្ញុំចង់អរគុណព្រះសម្រាប់កម្មវិធីក្មេងព្រោះកម្មវិធីក្មេងជួយដល់ខ្ញុំខ្លាំងណាស់ជាចុងក្រោយខ្ញុំបាទអរគុណដល់បងប្អូនទាំងអស់គ្នាហើយបងប្អូនសូមជួយអធិដ្ឋានអំពីពន្ធកិច្ចកម្មវិធីក្មេងយើងទាំងនៅព្រែកភ្នៅទាំងពន្ធកិច្ចនៅតាពាំងស្នងនេះផងដែរហើយអរគុណបងប្អូនសម្រាប់ការអធិដ្ឋានអំពីការនេះ